បាទនេះគឺជាសកម្មភាពខ្ញុំបង្ហាញអំពីវិធីសាស្ត្រនៃការដាក់ជីគឺយើងកាប់ឲ្យបាន20ទៅ15ចបដែលខ្ញុំធ្លាប់ធ្វើបទពិសោធន៍នៅតាំងពីខ្ញុំនៅស្រុកថៃនៅរៀននៅថៃរហូតដល់ខ្ញុំទៅទស្សនកិច្ចនៅវៀតណាមពីជុំវិញប្រទេសជិតខាងរបស់យើងក៏គេពេលគេដាក់ជីគេធ្វើអញ្ចឹងគេកាប់ឲ្យបាន10ឬ20ចបហើយក៏ទើបគេចាក់ជីអានេះគឺខ្ញុំប្រើទៅលើជីធម្មជាតិដែលខ្ញុំផលិតខ្លួនឯងទេបងប្អូនដែលខ្ញុំតែងបង្ហាញក្នុង YouTube ណាបងប្អូនអញ្ចឹងអានេះខ្ញុំគ្រាន់តែធ្វើបទបង្ហាញមួយដើមទេដោយសារថាដីនេះគឺខ្ញុំភ្ជួរបងប្អូនហើយក៏នេះគឺខ្ញុំបង្ហាញអំពីជីដែលយើងចាក់អានេះគឺខ្ញុំភ្ជួរចាក់ភ្ជួររួចខ្ញុំឲ្យចាក់ជីអញ្ចឹងខ្ញុំចាក់អញ្ចឹងទៅអានេះគឺដែលខ្ញុំបង្ហាញអំពីការដែលកាប់គឺគេចាក់ជុំវិញគេកាប់ឲ្យបាន25ចប់ទេគេមិនដាក់គ្រប់លងទេគឺគេដាក់ជុំវិញដើម្បីការដាក់ហ្នឹងវាមានអត្ថប្រយោជន៍អ្វីខ្លះគឺគេធ្វើកុំឲ្យរុក្ខជាតិវា stress ក្រោយពីបេះប្រមូលផលរួចគឺយើងមិនបានស៊ីឲ្យវាស៊ីជីគ្រប់គឺវា stress អញ្ចឹងយើងធ្វើឲ្យ stress ហើយវិធីដែលខ្ញុំភ្ជួរនេះគឺខ្ញុំភ្ជួរផ្ដាច់ឬខ្ញុំទុកតែ1ម៉ែត្រពីគល់ទេបងប្អូនខ្ញុំភ្ជួរផ្ដាច់ឬរួចចាក់ជីបានរយៈពេល15ថ្ងៃទើបខ្ញុំយកសើយនេះទៅវាយវាយដាក់សើយវាយក្នុងការវាយសើយនេះខ្ញុំយកជីកម្ពស់ពីខាងលើអានេះខ្ញុំអត់បង្ហាញទេពីខាងលើដើម្បីយកមករួយពីលើទ្រូងរបស់វាពីលើរោងរបស់វាបន្ថែមទៀតតែឆ្នាំនេះខ្ញុំដាក់គុណប៉ុន្តែខ្ញុំជិល2ដងការចំណាយទៅលើនេះក្រុមហ៊ុនគឺវាមានការចំណាយច្រើនអញ្ចឹងខ្ញុំដាក់ក្នុងមួយដើម22គីឡូកាលឆ្នាំមុនគឺខ្ញុំដាក់ដើមនេះតូចទេខ្ញុំដាក់តែមួយដើមតែ5 6គីឡូទេឥឡូវខ្ញុំដាក់មួយដើម22គីឡូខ្ញុំគុណមួយឆ្នាំខ្ញុំគុណបានន័យថា12គឺខ្ញុំគុណដាក់តែម្ដងរួចខ្ញុំដាក់នេះខែថ្ងៃទី1ខែ7នៅខែ8ខ្ញុំចាក់គុលចំនួន2ដងនៅខែ9ខ្ញុំចាក់គុលចំនួន2ដងអញ្ចឹងខ្ញុំធ្វើអញ្ចឹងដើម្បីឲ្យចំណាយតិចដោយសារថាយើងប្រើប្រាស់ទៅលើជីកំប៉ុស្តនឹងគឺវាចំណាយតិចទៅហើយរួចខ្ញុំចាក់គល់ខ្ញុំធ្វើជីទឹកសម្រាប់ចាក់គល់រួចខ្ញុំលាយជាមួយគីមីខ្ញុំលាយជាមួយម្សៅគេហៅថាម្សៅកំបោរសម្រាប់ស្រោចទៅលើគល់ដើម្បីឲ្យចន្ទីនឲ្យវាសម្រួលនៅជុំវិញគល់របស់វាវិធីសាស្ត្រនេះដែលខ្ញុំធ្វើនេះបងប្អូនខ្ញុំធ្វើរួចមួយឆ្នាំកន្លងមកចន្ទីឆ្នាំនេះបរិយាកាសវាមិនសមរម្យផងឆ្នាំរួចមកហើយបរិយាកាសមិនសមរម្យវាបានផលច្រើនគួរសមវាបានផលច្រើនមែនទែនច្រើនគួរសមគ្រាប់ល្អគ្រាប់ធំធ្លោះគ្រាប់មិនមានស្វិតមិនមានសម្ពាធសម្ពត់អីទេគ្រាប់ល្អអញ្ចឹងអត្ថប្រយោជន៍នៃជីកំប៉ុស្តដែលខ្ញុំបង្ហាញនេះគឺខ្ញុំបង្ហាញអំពីធ្យូងគេហៅថាបាយអូឆាហ្នឹងទេខ្ញុំដាក់ធ្យូងដាក់ខ្ញុំធ្វើជីកំប៉ុស្តគឺខ្ញុំលាយជាមួយពពួកធ្យូងកាមហេតុធ្យូងកាមនិងធ្យូងកាមខ្ញុំដាក់ឧទាហរណ៍ថាខ្ញុំដាក់ធ្យូងកាម10ខ្ញុំដាក់ធ្យូងឈើមេចន្ទីនេះគឺខ្ញុំដាក់ដល់ទៅ20ឬក៏30ដើម្បីឲ្យព្រោះអត្ថប្រយោជន៍នៃធ្យូងដែលយើងដាក់ក្នុងជីកំប៉ុស្តនោះវាមានសារៈប្រយោជន៍អីវាមានសារៈប្រយោជន៍សម្រាប់បឺតមីជីបញ្ចូលទៅក្នុងធ្យូងកាលណាតែធ្យូងនឹងយើងលុបទៅក្នុងដីវាបញ្ចេញទៅឲ្យឫសដំណាំឬក៏ក្នុងធ្យូង1គីឡូធ្យូងអង្កាមធ្យូងឈើព្រៃក៏ដោយក្នុងធ្យូង1គីឡូវាបឺតទឹកបានចំនួន7គីឡូនៅពេលដែលរដូវកាលវាចាប់ដើមផ្លែបណ្ដៃទឹកចាប់ដើមថយចុះអស់តែរុក្ខជាតិត្រូវការគឺវាបញ្ចេញទៅតាមនឹងតាមឫសបញ្ជូនទៅឲ្យរុក្ខជាតិបឺតស្រូបយកអញ្ចឹងទៅរុក្ខជាតិរបស់យើងឬក៏ចន្ទីរបស់យើងវាមិនប្រឈមជាមួយនឹងការឆេះក្រើបណាបងប្អូនវាមិនប្រឈមនឹងការឆេះក្រើបបទពិសោធន៍មួយនេះ18ឆ្នាំកាន់រោងចក្រនៅស្រុកថៃរហូតដល់មកខ្ញុំមកធ្វើនៅស្រុកខ្មែរខ្ញុំមិនត្រឹមតែធ្វើជំនាញរបស់ខ្ញុំគឺខ្ញុំផលិតជីទឹកជីគូនៅស្រុកថៃកាន់រោងចក្រ18ឆ្នាំរហូតខ្ញុំមិនបានធ្វើការស្រុកខ្មែរហើយនឹងជំនាញរបស់ខ្ញុំគឺព្យាបាលជំងឺរុក្ខជាតិគ្រប់ប្រភេទដោយមិនបាច់ប្រើប្រាស់ទៅលើជីគីមីខ្ញុំមានថ្នាំជំងឺថ្នាំការពារក្រាការពារផ្សិតការពារអ្វីៗទាំងអស់ដែលផលិតនៅរោងចក្រនៅស្រុកថៃរហូតដល់ខ្ញុំបញ្ចប់ការងារពីស្រុកថៃខ្ញុំមកនៅស្រុកខ្មែរខ្ញុំធ្វើឲ្យក្រុមហ៊ុននេះខ្ញុំធ្វើតាមអ្វីដែលខ្ញុំចេះនេះគឺជាបទពិសោធន៍មួយដែលខ្ញុំបង្ហាញអំពីអត្ថប្រយោជន៍ទោះល្អមិនល្អមិនត្រូវគិតចិត្តប្រសើរបងប្អូន
ក៏សូមអភ័យខន្តីអភ័យទោសពីសំណាក់បងប្អូននៅក្នុង YouTube តែអាចទស្សនាបានប៉ុន្តែសម្រាប់អ្នកដែលមិនចង់ឲ្យទិះចិត្តគឺម្ចាស់ក្រុមហ៊ុនព្រោះម្ចាស់ក្រុមហ៊ុនជាអ្នកគ្រប់គ្រងលុយឲ្យខ្ញុំជាអ្នកទិញឡានឲ្យខ្ញុំជិះជាអ្នកជួយទំនុកបំរុងគ្រួសារគ្រប់ប្រភេទដោយសារថាទៅលើចន្ទទីនេះអញ្ចឹងវិធីសាស្ត្រនេះងាយទេបងប្អូនបើមានគូយន្តយើងជួយឆូតរោងអញ្ចឹងទៅឆូតរោងទៅយើងដាក់ជីរួចយើងត្រូវជួយឆ្វែលគល់ឲ្យបានជួយឆ្វែលគល់ជុំវិញទៅរយៈពេល15ថ្ងៃឬក៏25ថ្ងៃយើងយកគូយន្តមកជួយឆ្វែលគល់វាអស់ស្មៅទៅហើយយើងយកជីមួយបាយសាថ្មីយើងយកជីមកចាក់គល់ឬក៏យកកំបោរសមកបាយអត្ថប្រយោជន៍នេះបាយកំបោរសបើសិនជាយើងយកជីគីមីទៅដាក់អានេះខ្ញុំនិយាយគីមីបើសិនយកគីមីទៅដាក់មិនប្រកាសថាដើមចន្ទទីឬក៏ដើមរោគជាតិផ្សេងៗនឹងមិនប្រកាសថាស៊ីជីទេណាបងប្អូនតែបើយើងបាយកំបោរសវា 100% គឺវាស៊ីដូចថាវាសម្រួល pH ដីវាសម្រួលនៅសារធាតុនេះជួយទៅពុកវាជួយវាមានអត្ថប្រយោជន៍ច្រើនដោយសារខ្ញុំអត់បានវិពរនេះអំពីកំបោរសទេអញ្ចឹងដូចកំប៉ុស្តនេះខ្ញុំកប់រួចអត្រាវ័យពីខាងក្រោយមកដោយសារថាក្រុមហ៊ុនគូយន្ត3គ្រឿងមនុស្ស10នាក់ដាក់អញ្ចឹងជាដាក់បានអាចង់នឹងគឺអត្រាយកសើយវ័យបង្ហាប់អារុក្ខជាតិវ័យបង្ហាប់អាស្មៅតែចំពោះតាមរោងនេះខ្ញុំអត់ទាន់ឲ្យវ័យទេដោយសារអីខ្ញុំចង់ឲ្យចាក់គល់ម្ដងចាក់គល់រួចខ្ញុំឲ្យជួវីថ្ងៃចាក់គល់នោះគឺអ្នកចាក់គឺអ្នកជួស្វែលគល់គឺជួស្វែលគល់ដើម្បីអស់ស្មៅបញ្ហាទី1នៅក្នុងចំការនេះគឺវាបានប្រយោជន៍ដោយសារថា